កូនខ្ញុំការទី2គាត់កើតនៅ37សប្តាហ៍ឥឡូវខ្ញុំកូន3ហើយប៉ុន្តែការទី2គាត់កើតនៅ37សប្តាហ៍បានតែ2គីឡូកន្លះទេខ្ញុំឃើញកូនគេឆ្លោះហើយសុខភាពល្អខ្ញុំសួរគេថាដល់ពេលគាត់ត្រឡប់មកវិញគាត់ម្នាក់ហ្នឹងប្រាប់ខ្ញុំកូនគាត់មុំផ្សេងគាត់ប្រាប់ខ្ញុំមុំសឹងវាជារឿងពិតរបស់ខ្ញុំកាប់ពិតអត់មានរឿងអីត្រូវលាក់ទេនៅពេលដែលកូនយើងមុំអីគេឆ្លោះល្អសុខភាពល្អកូនខ្ញុំការទី2គាត់កើតនៅ37សប្តាហ៍ឥឡូវខ្ញុំកូន3ហើយប៉ុន្តែការទី2គាត់កើតនៅ37សប្តាហ៍បានតែ2គីឡូកន្លះទេខ្ញុំឃើញកូនគេឆ្លោះហើយសុខភាពល្អខ្ញុំសួរគេថាគេញ៉ាំទឹកដោះគោដែលមានជាតិផ្អែមទៅកូនឡើងគីឡូហើយខ្ញុំនេះកាលនឹងឆោតដែរជឿគេប៉ុន្តែមកដល់បច្ចុប្បន្នទើបខ្ញុំដឹងថាទឹកដោះគោដែលធ្វើឲ្យកូនឡើងគីឡូមិនមែនសិតសឹងតែត្រូវតែផ្អែមទេហើយទឹកដោះគោដែលធ្វើឲ្យកូនចង់ញ៉ាំក៏មិនមែនសិតសឹងតែមានរសជាតិផ្អែមដែរសំខាន់គឺទម្លាប់ប្រចាំថ្ងៃ1ហើយ2បើសិនជាយើងរកបានទឹកដោះគោដែលអត់មានសារធាតុបន្ថែមជាតិស្ករហើយកូនយើងញ៉ាំបានសុខភាពល្អថ្លោះដោយអត់មានបន្ថែមជាតិផ្អែមនៅក្នុងហ្នឹងសារផ្ទះឆ្ងាញ់តើល្អកម្រិតណាអញ្ចឹងនៅពេលដែលខ្ញុំជ្រើសរើសទឹកដោះគោដែលត្រូវល្អសម្រាប់កូនខ្ញុំអត់ចង្អៀតចង្អល់ក្នុងការចែករំលែកទេហើយក៏អត់មានត្រូវកណ្ណាញ់ថាកូនមុំអានេះទៅប្រាប់គេថាកូនមុំមនុស្សដែរដល់ពេលគាត់ត្រឡប់មកវិញគាត់ម្នាក់ហ្នឹងប្រាប់ខ្ញុំកូនគាត់មុំផ្សេងគាត់ប្រាប់ខ្ញុំមុំសឹងគាត់ចង្អៀតចង្អល់នៅក្នុងការចែករំលែកកូនគាត់អត់យកអារម្មណ៍អ្នកម្ដាយគ្រប់រូបសិតសឹងតែចង់ឲ្យកូនមានសុខភាពល្អហើយមានសាច់ទលុកទលន់ដែរអញ្ចឹងបច្ចុប្បន្ននេះកូនខ្ញុំគឺមុំ baby bio ដែល baby bio ហ្នឹងកូនខ្ញុំមុំតាំងពីអាយុ10ខែអ្នកជិតខាងខ្ញុំសួរថាកូនខ្ញុំមុំអីគេសុខភាពគាត់ល្អហើយគាត់មានសាច់ទៀតមុំតាំងពី10ខែខ្ញុំជ្រើសរើសប្រភេទទឹកមានតាំងពីប្រភេទម្សៅប៉ុន្តែខ្ញុំកូន10ខែទៅគឺខ្ញុំជ្រើសរើសប្រភេទទឹកឲ្យគាត់ខ្ញុំមានទាំងធំគឺមានទាំងតូចប្រភេទទឹកដោះគោ baby bio នេះគឺជាទឹកដោះគោដែលលូតលាស់ទៅលើសរីរាង្គទឹកដោះគោដែលអត់មានបន្ថែមជាតិស្ករទឹកដោះគោដែលអត់មានបន្ថែមគ្រឿងសង្វាក់និមិត្ត non GMO non GMO នោះគឺជាអត់មានបន្ថែមគ្រឿងផ្សំកែប្រែសែនហើយនឹងអត់មានជាតិសណ្ដែកទេជាទឹកដោះគោសរីរាង្គហើយរូបមន្តតែមួយពីប្រទេសបារាំងទឹកដោះគោនេះធ្វើបារាំងហើយរូបមន្តគុណភាពតែមួយពីប្រទេសបារាំងទៀតកូនខ្ញុំមុំគេសួរខ្ញុំប្រាប់ត្រង់ខ្ញុំអត់ចង្អៀតចង្អល់ទេជាពិសេសអ្នកម្ដាយដែលគាត់សម្រាប់កូនស្ទើគីឡូឬក៏កូនគីឡូតិចដូចកូនខ្ញុំការទី2ខ្ញុំដើរសួរគេឲ្យគេអត់ប្រាប់ខ្ញុំត្រង់គឺខ្ញុំគិតត្រឡប់មកវិញយើងជាម្ដាយគឺឈឺចិត្តប៉ុន្តែនៅពេលដែលខ្ញុំឥឡូវគឺខ្ញុំស្វែងយល់ដឹងថាខ្ញុំរកផលិតផលបានដែលអត់មានបន្ថែមជាតិស្ករហើយឆ្ងាញ់កូនចង់ញ៉ាំហើយអត់ប៉ះពាល់សុខភាពកូនឡើងគីឡូល្អទៀតបាទខ្ញុំយល់អារម្មណ៍អ្នកម្ដាយខ្ញុំចែករំលែកទៅអ្នកដែលគាត់ចង់ឲ្យកូនមានសុខភាពល្អថ្លោះគឺគាត់អាចជ្រើសរើស baby bio បាន